Chắc băng cha sơ đây kháng phong biển bong bị là việc shop camera cho tôi sập tay chẳng là pe là bong từ tôi ban camera nó viên sai đo tập bấy á chẳng ở sai pi đấy cứ bong pra thì bong pra là sai tôi mua ít đo cho mùi đông mặt đập tớ chẳng bong thử đo cho mùi năng free phơn ở vì đầm nà ca sẵn chẳng bong phơi cap shop cho tôi sập tay chẳng mình tao bị bong ôn đo camera ở la hái bong ôn cho từ căn play store và sân chỉ bong ôn pra bộ Android rồi mới gọi bong phởประเภท iOS บองโจแต่ขนม App Store จังบองโจแต่เลยนี่มั้งจังจะพวกAndroid หรือก็ iOS คือการชอบอีกเนี่ยจังบอง search มัว App บอกเวียมั้งจังบองไว้เปียท่า Vistacam นี่บองก็ยังไว้เปีย Vista มั้งเนี่ยบองไว้ Vistacam App นี่มั้งจังนี่ App บอกเวียบองVistacam App Ultra จังบองจะเปลี่ยน install มามันตัวbị bong phone ធ្វើការ download install មកបងប្អូនឃើញពាក្យ open ឬក៏បងប្អូនដាក់ជាភាសាខ្មែរមានពាក្យថាបើកអញ្ចឹងបងចុចវាមកដើម្បីយើងចូលទៅកាន់ app របស់កាមេរ៉ាផ្ទាល់តែម្ដងអញ្ចឹងដល់ចំណុចនេះគឺវាចេញអក្សរមកពីរតួអញ្ចឹងបងប្អូនយកពាក្យថា agree and continue កុំយកខាងក្រោមបងណាយកពណ៌ខៀវអក្សរពណ៌ខៀវនេះណាអញ្ចឹងដល់ចំណុចនេះមានន័យថាយើងបានចូលទៅក្នុងកម្មវិធីរបស់កាមេរ៉ាហើយប៉ុន្តែយើងអត់ទាន់បានបង្កើត account អញ្ចឹងកាមេរ៉ាតម្រូវឲ្យបងធ្វើការបង្កើត account សិនទើបយើងអាចភ្ជាប់កាមេរ៉ាចូលទូរស័ព្ទដៃបានអញ្ចឹងជាដំបូងបងប្អូនត្រូវ register បង្កើត account សិនបងប្អូនយកពាក្យថា register ខាងក្រោមនេះអញ្ចឹងចំណុចនេះដោយសារទូរស័ព្ទដៃនេះវាចាប់ location បើក location រួចរាល់អញ្ចឹងវាចេញ Cambodia បើសិនជាបងប្អូនអត់ទាន់បើក location ទេបងប្អូនឬក៏អត់ load Cambodia មកបងប្អូនចុចសញ្ញាព្រួយនេះដើម្បីជ្រើសរើសប្រទេសមួយអញ្ចឹងយើងប្រើនៅស្រុកខ្មែរយើងអាស៊ីយើងគឺយកប្រទេសខ្មែរគឺយកពាក្យថាCambodia អញ្ចឹងបើសិនជាករណីបងប្អូនដែលអត់បើកទៅឃើញបងប្អូនចុចយកពាក្យ Cambodia សិនអញ្ចឹងឲ្យវា load Cambodia សិនចាំបងប្អូនយក email មកបំពេញនៅត្រង់ចំណុចនេះនៅក្នុងទូរស័ព្ទដៃបងយក email ផ្ទាល់បងអញ្ចឹងខ្ញុំបរៀនបងពីរបៀបចូលឆែក email របស់បងប្អូនអញ្ចឹងដោយសារបងប្អូនខ្លះក៏អត់ដឹងថា email ហ្នឹងនៅកន្លែងណាអញ្ចឹងបងប្អូនចូលទៅក្នុង email របស់បងប្អូនមកនេះពី email បងចែកអក្សរ M ហ្នឹងមកអញ្ចឹងទូរស័ព្ទដៃនីមួយៗសិតតែមាន Gmail រៀងខ្លួនណាបងសិតតែមាន Gmail ទាំងអស់អញ្ចឹងនៅពេលដែលបងបើកចាំ Gmail មកបងចុចលើអក្សរ M នេះអញ្ចឹងបងឃើញ account Gmail របស់បងហ្នឹងនេះបង im18873@gmail.com អញ្ចឹងយើងយក 873@gmail.com ហ្នឹងមកបំពេញនៅក្នុង Gmail របស់បងអញ្ចឹងបងខ្លះគាត់យកច្រឡំថាត្រូវវាយ Gmail ដល់ខាងបងបរិយាហ្នឹងយកទៅវាយនៅក្នុង account របស់គាត់គឺអត់ទេណាបងនេះគាត់យើងធ្វើការបង្កើតឧទាហរណ៍ជូនបងទេបងត្រូវយក mail របស់បងយកមកបង្កើត account ខ្លួនឯងអញ្ចឹងបងត្រូវយក mail របស់បងនៅក្នុងទូរស័ព្ទដៃរបស់បងយកមក register អញ្ចឹងខ្ញុំនឹង register ចូលកម្មវិធីវិញអញ្ចឹងបងត្រឡប់ចូលមកក្នុងកាមេរ៉ាកម្មវិធីរបស់កាមេរ៉ាវិញហើយបងបំពេញ email ចូលនេះអញ្ចឹងវា load ដោយ automatic បើសិនជាវាអត់ load បងវាយ email បងចូលបើវា load បងគ្រាន់ចុច click លើវាមកវានឹងបំពេញហើយបងចុច text នៅកន្លែងខាងក្រោមនេះបន្ទាប់មកបង get verify code វាអញ្ចឹងយើងត្រូវចូលយកលេខកូដនៅក្នុងប្រអប់សាររបស់យើងអំបញ្ញមិញណាបងនៅក្នុង account Gmail ដដែលអញ្ចឹងយើងចូលទៅក្នុង account Gmail របស់យើងដើម្បីចូលយកលេខកូដដែលកាមេរ៉ាផ្ញើលេខកូដមកអញ្ចឹងណានេះបងពេលយើងបើកប្រអប់សារមកយើងឃើញពាក្យថា Vistacam Ultra នេះបងឃើញវាផ្ញើលេខកូដមកហើយចុចលើវាមកហើយបងយកលេខកូដ4ខ្ទង់នេះមកបំពេញ2135យើងវាយលេខមក2135នេះបងឥឡូវដល់ចំណុចនេះវាឲ្យបង set password អញ្ចឹងដល់ចំណុចនេះបងត្រូវ set password បងអាចវាយអក្សរធំលាយអក្សរតូចលាយនិមិត្តសញ្ញាលាយលេខអីចឹងទៅចាប់ពី6ខ្ទង់ឲ្យឡើងទៅបងណាមិនដាក់ password ច្រើនពេកទេដែលសារនាំតែពិបាកចាំណាចឹងខ្ញុំវាយថា A ធំ B តូច11 22 33បងចង់បំពេញអីក៏បានដែរស្អីតែបងបំពេញតែ password ហ្នឹងណាបងដាក់ខុសពីខាងបងអូនក៏បានដែរនេះបងអញ្ចឹងវាយឲ្យដូចគ្នាខាងលើមិនយើងវាយខាងក្រោមអញ្ចឹងដូចគ្នាបងណាបន្ទាប់ពីយើង set password ហើយយើងមើលតើវាដូចគ្នានៅបើសិនជាដូចយើងយកពាក្យថាដាន់អញ្ចឹង set password របស់យើងការបង្កើត account របស់យើងគឺបានតែជោគជ័យអញ្ចឹងវាចេញមកអញ្ចឹងវាអត់ទាន់ log ចូល account ទេណាបងតម្រូវឲ្យបងចុចពាក្យថា log in វិញអញ្ចឹងយើងបង្កើត account បានតែជោគជ័យហើយ account នោះបងធ្វើការកត់ note ចូលទៅក្នុងទូរស័ព្ទដៃផងហើយបើសិនវា load ពាក្យអញ្ចឹងបងត្រូវ allow ដើម្បីយើងចូលទៅក្នុង app របស់កាមេរ៉ាផ្ទាល់
អញ្ចឹងដល់ចំណុចហ្នឹងបងត្រូវចូលបើក Bluetooth មួយដើម្បីយើងភ្ជាប់ device វាការភ្ជាប់តាម Bluetooth គឺវាលឿនជាងបង scan មកកាមេរ៉ាអញ្ចឹងណាបងអញ្ចឹងបងបើក Bluetooth ឲ្យហើយមកនៅក្នុងទូរស័ព្ទដៃបន្ទាប់មកបងចុចសញ្ញាលេខបូកហើយវាឲ្យយើងឡូគឺឡូតាមវាបងសញ្ញាលេខបូកនេះមកហើយនេះនៅពេលដែលបងបើក Bluetooth គឺវាលោត device បងយកតែម្ដងអញ្ចឹងបងចុចពាក្យថា connect បងចុចពាក្យ connect នេះមកអញ្ចឹងដល់ចំណុចនេះជាវាយឈ្មោះ Wi-Fi របស់បងអញ្ចឹង 02A នេះឈ្មោះ Wi-Fi ផ្ទះប្អូនហើយនេះជាលេខកូដសម្ងាត់សម្រាប់ password Wi-Fi របស់យើងណាអញ្ចឹងបើសិនជាវាអត់លោតលេខកូដសម្ងាត់ទេបងវាយបំពេញលេខកូដសម្ងាត់នៅចំណុចហ្នឹងមកតែបើវាលោតមកអូតូម៉ាទិកអញ្ចឹងបងអត់ចាំបាច់ធ្វើអីទាំងអស់បងគ្រាន់តែចុចពាក្យថា next បន្ទាប់មកដល់ចំណុចនេះបងយកពាក្យថា confirm អញ្ចឹងរងចាំឲ្យវា tick ទាំង4សញ្ញា tick នេះបងអញ្ចឹងនេះវា tick 4ចំណុចនេះណាបងអញ្ចឹងវាលោតមកឈ្មោះទាំង9នេះអញ្ចឹងសម្រាប់ Wi-Fi កាមេរ៉ាមួយនេះបងចង់ដាក់ឈ្មោះ note សម្គាល់កាមេរ៉ាហ្នឹងឈ្មោះអីក៏បានដែរឬក៏បងជ្រើសរើសឈ្មោះមួយមកអញ្ចឹងខ្ញុំយកឈ្មោះមួយហើយខ្ញុំយកពាក្យថា get start ដល់ចំណុចនេះបងយកពាក្យថា skip បន្ទាប់មកដល់ចំណុចនេះទៀតបងយកពាក្យថា get start អញ្ចឹងការភ្ជាប់កាមេរ៉ារបស់បងគឺទទួលបានដោយភាពដែលជោគជ័យអញ្ចឹងយើងអាចមើលឃើញណាបងដល់ចំណុចហ្នឹងបងយកដៃចុច click លើវីដេអូនេះមកអញ្ចឹងការភ្ជាប់របស់បងគឺបានទទួលជោគជ័យ